ta dương thôi đừng đấy làm bài cà phê chừng người ta nộp bài trangประเภทទី 1 ប្រភេទទី 2 និងប្រភេទទី 3 បាទជួយជាមួយខ្ញុំដុកទ័រគឹមអ្វីដែលជាបញ្ហាធំសម្រាប់ពុកម៉ែបងប្អូនមួយចំនួនធំតែម្ដងគឺអត់បានដឹងថាខ្លួនឯងកើតមានជំងឺទឹកនោមផ្អែមត្រៀមកើតមានជំងឺទឹកនោមផ្អែមហើយមិនដឹងថាការពារខ្លួនបែបណាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ក្នុងរយៈពេលជាង10ឆ្នាំក្នុងការមើលថែនៃជំងឺទឹកនោមផ្អែមហើយនឹងការងារនៅ clinic តែម្ដងយើងមើលឃើញថាទឹកនោមផ្អែមទី 1 ប្រភេទទី 1 បាទដែលច្រើនកើតលើកូនក្មេងឬក៏ក្មេងវ័យជំទង់នេះយើងមិនទាន់ឃើញមានមូលហេតុណាជាក់លាក់ដែលបញ្ជាក់ថាគាត់មានបញ្ហាឬក៏មូលហេតុអីមួយដែលធ្វើឲ្យគាត់មានបញ្ហាអញ្ចឹងអ្វីដែលជាចំណុចសំខាន់បានន័យថាយើងជាយាមក្នុងការថែទាំខ្លួនបាទក្នុងការផលិតសុខភាពតាមដានសុខភាពហើយយើងធ្វើម៉េចកាត់បន្ថយតាក់ទងនឹងមួយខ្លាញ់តាក់ទងមួយស្ករតាក់ទងមួយប្រៃហើយជាយាមញ៉ាំអាហារដែលជាអាហារសរីរាង្គឲ្យបានច្រើនអញ្ចឹងយើងមើលឃើញថាអាហារគឺជាចំណែកមួយធ្វើឲ្យយើងមានសុខភាពល្អអាយុវែងអាហារក៏ធ្វើជាចំណែកមួយដែលធ្វើឲ្យយើងមានបញ្ហាសុខភាពហើយប៉ះពាល់ដល់សុខភាពធ្វើឲ្យយើងឈឺនិងអាចប៉ះពាល់ដល់ជីវិតអញ្ចឹងរាល់ថ្ងៃនេះតាក់ទងជាមួយនឹងអាហារបាទមានទាំងអាហារកែច្នៃមានទាំងអាហារដែលធម្មជាតិហើយនឹងអាហារមួយចំនួនដែលមានសារជាតិពុលអញ្ចឹងបងប្អូនជាយាមក្នុងការជ្រើសរើសញ៉ាំអាហារណាដែលជាអាហារសរីរាង្គបែបធម្មជាតិឲ្យបានច្រើនអញ្ចឹងបើសិនយើងញ៉ាំអាហារបែបសរីរាង្គបែបធម្មជាតិឲ្យបានច្រើននោះធ្វើឲ្យយើងមានសុខភាពល្អអាយុវែងអញ្ចឹងបន្លែបៃតងច្រើនមែនទែនផ្លែឈើបៃតងច្រើនមែនទែនអញ្ចឹងអ្វីដែលជាចំណុចសំខាន់យើងត្រឡប់វិញថាពេលជាផ្អែមផ្លែឈើទុំផ្អែមសូមកាត់បន្ថយនៅចំនួនតិចបំផុតអាហារកែច្នៃសូមកាត់បន្ថយនៅចំនួនតិចបំផុតហើយត្រឡប់មកវិញព្យាយាមក្នុងការហាត់ប្រាណព្រឹកព្រលឹមហូបចំណីអាហារដែលជាអាហារសរីរាង្គហ្នឹងមានបន្លែមានត្រីសាច់បាទឬក៏មានបាយនឹងតិចតួចបានហើយមកឆ្អែតបានហើយក៏បើឆ្អែតពេកហើយថ្ងៃត្រង់ហូប 50% នៅពេលព្រឹកហើយល្ងាចហូប 50% នៅថ្ងៃត្រង់ចន្លោះពេលហ្នឹងគឺយើងពេលដែលយើងឃ្លានពោះតាទេហ្នឹងយើងអាចបន្ថែមផ្លែឈើដែលទុំមិនផ្អែមហើយបូកនឹងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ហើយនឹងការហាត់ប្រាណសំខាន់មែនទែនហាត់ប្រាណធ្វើឲ្យយើងដុតកម្ដៅខ្លាញ់យ៉ាងល្អក្នុងរាងកាយធ្វើឲ្យរាងកាយរបស់យើងមានភាពមាំមួនធ្វើឲ្យឆ្អឹងយើងមានភាពស្វាហាប់រឹងមាំកុំឲ្យយើងមានបញ្ហាពុកឆ្អឹងហើយធ្វើឲ្យខួរក្បាលរបស់យើងស្រស់ស្រាយកាត់បន្ថយភាព stress អញ្ចឹងត្រឡប់មកវិញចំពោះការដែលកើតឡើងជំងឺទឹកនោមផ្អែមប្រភេទ 2 នេះគឺជាជំងឺដែលមួយចំនួនធំឬក៏ភាគរយខ្ពស់កើតចេញពីខ្លួនយើងជាអ្នកបង្កើតវាបាទអញ្ចឹង 30 ទៅ 40% តាក់ទងបញ្ហាកត្តាតំណពូជតែ 50 ទៅ 60% 70% គឺខ្លួនយើងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនជាអ្នកនិយមហូបគ្រឿងស្រវឹងហូបរបស់ផ្អែមហូបរបស់ផ្អាប់ហូបរបស់កែច្នៃច្រើនហើយមិនមានការហាត់ប្រាណធ្វើឲ្យគីឡូរបស់យើងលើសធ្វើឲ្យខ្លាញ់របស់យើងលើសធ្វើឲ្យតាក់ទងជាមួយនឹងថ្លើមយើងមានបញ្ហាហើយបូកនឹងការមិនតែបណ្ឌិតសុខភាពតែម្ដងនោះគឺជាបញ្ហាដែលគ្រោះថ្នាក់បំផុតអញ្ចឹងការកើតឡើងឬក៏ត្រៀមកើតមានជំងឺទឹកនោមផ្អែមនេះពេលខ្លះវាឲ្យសញ្ញាយើងជាក់លាក់ទេបាទបងប្អូនមួយចំនួនថាតើសញ្ញាអីឬក៏បញ្ហាអីណាមួយដើម្បីបញ្ជាក់ឲ្យច្បាស់ថាខ្ញុំមានបញ្ហាឬក៏ត្រៀមកើតមានជំងឺទឹកនោមផ្អែមអញ្ចឹងថ្ងៃនេះបទពិសោធន៍របស់ខ្ញុំភាពថាបញ្ញាឬក៏សញ្ញាបញ្ជាក់ជាក់លាក់ណាមួយបញ្ជាក់ថាយើងមានជំងឺទឹកនោមផ្អែមខ្ញុំមិនទាន់ឃើញមានអីឲ្យជាក់លាក់ទេអ្នកថាគាត់ស្រេកទឹកខ្លាំងគាត់ស្រកគីឡូគាត់នោមញឹកហើយគាត់ហូបឲ្យឆាប់ឃ្លានហើយគាត់មួយរយៈហ្នឹងគឺមានអារម្មណ៍ថាគាត់ស្លេកស្លាំងឬគាត់អស់កម្លាំងនេះគឺជាសញ្ញាកើតមានជំងឺទឹកនោមផ្អែមមែនពេលខ្លះជំងឺផ្សេងៗក៏វាមានសញ្ញានឹងដូចគ្នាអញ្ចឹងអ្វីដែលច្បាស់លាស់បំផុតការពិនិត្យសុខភាពរៀងរាល់3ទៅ6ខែបងប្អូនទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីអីមើលតាក់ទងនឹងខ្លាញ់តាក់ទងជាមួយថ្លើមតាក់ទងមួយជាតិស្ករតាក់ទងនឹងក្របឈាមហើយអ្វីដែលសំខាន់តាក់ទងជាមួយនឹង AB1C ដែលជាកោសិកាដែលបង្កើតឲ្យយើងមានបញ្ហាជំងឺទឹកនោមផ្អែមបូកនឹងការរៀបចំរបបអាហារនិងការហាត់ប្រាណបើសិនយើងមើលឃើញកន្លែងណាមួយដែលជាបញ្ហាហើយឧទាហរណ៍ថាថ្លើមរបស់យើងមានខ្លាញ់ព័ទ្ធជុំវិញហើយខ្លាញ់ក្នុងខ្លួនរបស់យើងមានការកើនឡើងហើយគីឡូរបស់យើងធ្ងន់ហើយពុកម៉ែបងប្អូនចាំបាច់ត្រូវតែកែរបបអាហារព្រោះសុខភាពល្អធ្វើឲ្យយើងរក្សាទ្រព្យដែលយើងកើតមានរទ្រព្យដែលយើងបាននៅសល់ទុកបន្សល់ទុកឲ្យក្រុមគ្រួសារហើយនិងកូនចៅរបស់យើងចុះនៅពេលដែលយើងមានបញ្ហាសុខភាពកើតឡើងយើងធ្លាក់ខ្លួនឈឺចំណូលរបស់យើងបាត់ចំណាយយើងកើនឡើងសុខភាពទ្រទ្រង់ទៀតអញ្ចឹងគ្រប់យ៉ាងទាំងអស់ជាបញ្ហាអញ្ចឹងត្រឡប់វិញថាការការពារជំងឺទឹកនោមផ្អែមក្នុងប្រភេទទី 2 និងប្រភេទទី 3 នេះគឺមួយចំនួនភាគរយធំគឺដោយសារខ្លួនយើងអញ្ចឹងបើសិនពុកម៉ែបងប្អូនបានយល់ពីចំណុចនេះហើយរៀបចំរបបអាហារពីថ្ងៃនេះខ្ញុំសូមឲ្យពុកម៉ែបងប្អូនចាប់ផ្ដើមស្រឡាញ់សុខភាពខ្លួនឯងពីពេលឥឡូវនេះទៅអញ្ចឹងព្យាយាមញ៉ាំរបស់ដែលជាធម្មជាតិឲ្យបានច្រើនហើយបញ្ឈប់តាក់ទងនឹងផ្អែមខ្លាញ់ហើយនឹងរបស់ដែលកែច្នៃមួយចំនួនហ្នឹងហើយងាកមកហាត់ប្រាណកុំចាំដល់ពេលវេលាមួយដែលសុខភាពទ្រុឌទ្រោមហើយបានយើងហាត់ប្រាណអញ្ចឹងជូនពរពុកម៉ែបងប្អូនទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារពីខ្ញុំដុកទ័រគីមបាទ